ជីកំប៉ុស្តស្ងួតនេះគឺជាស៊េរីវីដេអូទី11របស់ក្រុមហ៊ុន AAG និងអង្គការកម្ពុជា Harvest គោលបំណងនៃការបង្កើតខ្សែវីដេអូស្ដីពីជីកំប៉ុស្តស្ងួតនេះគឺចង់បង្ហាញពីរបៀបធ្វើជីកំប៉ុស្តស្ងួតដែលអាចជួយសន្សំសំចៃថវិកាទៅលើការប្រើប្រាស់ជីគីមីដើម្បីធ្វើឲ្យដីមានជីជាតិព្រមទាំងបង្កើនទិន្នផលនិយមន័យដូចម្តេចដែលហៅថាជីកំប៉ុស្តស្ងួតជីកំប៉ុស្តស្ងួតគឺជាជីដែលផ្សំឡើងពីសារធាតុសរីរាង្គពុកផុយដែលជួយឲ្យដំណាំដុះលូតលាស់បានល្អវាជួយរក្សារចនាសម្ព័ន្ធដីជួយធ្វើឲ្យប្រសើរឡើងជីជាតិដីមិនប៉ះពាល់សុខភាពជាពិសេសមិនបំពុលបរិស្ថានកត្តា5យ៉ាងដែលជួយឲ្យជីកំប៉ុស្តបំបែកបានឆាប់រហ័សគឺវត្ថុធាតុដើមដែលយកមកប្រើប្រាស់ដើម្បីផលិតជីកំប៉ុស្តបរិមាណខ្យល់អុកស៊ីហ្សែនសីតុណ្ហភាពសំណើមបរិមាណនៃវត្ថុធាតុដើមការផលិតជីកំប៉ុស្តបានល្អពឹងផ្អែកទៅលើសារធាតុកាបូននិងអាសូតក្នុងកម្រិតសមាមាត្រ25នៃវត្ថុធាតុដើមផលិតវត្ថុធាតុដើមមានដូចជាសម្ភារៈពុកផុយចំបើងមែកឈើចាស់ៗមានធាតុអាសូតតិចចំណែកឯលាមកសត្វមានធាតុអាសូតខ្ពស់សារធាតុដែលមានផ្ទុកនៅក្នុងវត្ថុធាតុដើមមានដូចជាស្លឹកឈើស្ងួតកាកអំពៅចំបើងដែលសម្បូរទៅដោយសារធាតុកាបូនស្លឹករុក្ខជាតិនិងលាមកស្រស់ពពួកសត្វទំពាអៀងកាកសំណល់ត្រីទឹកនោមអំបោសសណ្តែកសម្បូរទៅដោយសារធាតុអាសូតលាមកជ្រូកសម្បូរទៅដោយសារធាតុប៉ូតាស្យូមលាមកបក្សីសម្បូរទៅដោយសារធាតុផូស្វ័រការបំបែកជីកំប៉ុស្តចែកជា3ដំណាក់កាល1ដំណាក់កាលឡើងមេគឺជាដំណាក់កាលបំបែកកាបូនអ៊ីដ្រាតទៅជាសារធាតុសរីរាង្គតូចៗដោយមានការបំភាយឧស្ម័នកាបូនិកនិងកម្ដៅទៅក្នុងបរិយាកាសនៅក្នុងដំណាក់កាលនេះកំប៉ុស្តបំលែងកម្ដៅជាច្រើនទៅជាមីក្រូសារពាង្គកាយចម្រុះនិងបំលែងវត្ថុធាតុដើម2ដំណាក់កាលចុះត្រជាក់ប៉ុស្តិ៍ទទឹង1ម៉ែត្រគុណនឹងបណ្ដោយ1ម៉ែត្រជម្រៅ2ទៅ3តឹក
បានក្រោយពីផ្អាប់បាន30ទៅ40ថ្ងៃដោយអាស្រ័យលើការថែទាំការត្រឡប់កម្ពស់ឲ្យបានញឹកញាប់គឺជាការប្រសើរ